ក្នុងវីដេអូនេះខ្ញុំនឹងឡើងទៅមើលទេសភាពលេងនៅលើអគារដែលខ្ពស់ជាងគេបំផុតក្នុងទីក្រុងសេអ៊ូលរបស់ប្រទេសកូរ៉េខាងត្បូងហើយបើអគារនេះខ្ពស់ម្លឹងតើការជិះចណ្ដាប្រអប់ពីខាងក្រោមទៅដល់ជួនខាងលើត្រូវចំណាយរយៈពេលយូរប៉ុណ្ណាហើយថាតើជួនដែលនៅខ្ពស់ខាងលើនៃអគារហ្នឹងគេមានធ្វើអ្វីខ្លះមានសភាពនិងលក្ខណៈបែបណាអញ្ចឹងតើបងប្អូនយើងឡើងទៅខាងលើមើលទាំងអស់គ្នាជំរាបសួរបងប្អូនទាំងអស់គ្នាខាងក្រៅខ្នងខ្ញុំនេះគឺជាអគារដែលខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូងមានឈ្មោះថាអគារ Lotte World Tower ជាទូទៅគឺជនជាតិកូរ៉េហៅថា Lotte World Tower អគារនេះគឺមានកម្ពស់រហូតដល់ទៅ555ម៉ែត្រហើយបើគិតពីជួរវិញគឺមាន123ជួរគិតចាប់ពីជួរផ្ទាល់ដីឡើងទៅលើចំណែកទៅក្រោមដីវិញគឺមាន6ជួរអញ្ចឹងសរុបទាំងអស់គឺមានទាំងអស់129ជួរអគារនេះគឺធ្លាប់ជាប់ជាចំណាត់ថ្នាក់លំដាប់ពិភពលោកក្នុងចំណោមអគារដែលខ្ពស់ជាងគេហ្នឹងគឺជាប់លេខ5ប៉ុន្តែបច្ចុប្បន្នអគារនេះគឺបានធ្លាក់មកក្នុងលំដាប់ទី6វិញហើយដោយសារតែនៅក្នុងតំបន់អាស៊ានយើងគឺមានប្រទេសម៉ាឡេស៊ីគឺបានសាងសង់នៅអគារដែលខ្ពស់លំដាប់ទី2ឈ្មោះថា Merdeka 118ដែលមានកម្ពស់678ម៉ែត្រអញ្ចឹងទើបធ្វើឲ្យអគារ Lotte Tower នេះចុះមកលំដាប់ទី6វិញអញ្ចឹងបន្តិចទៀតបងប្អូនយើងទៅមើលនៅខាងក្នុងតើមានអីខ្លះហើយខ្ញុំនឹងឡើងទៅលើដើម្បីថតទស្សនវិជ្ជាទាំងអស់ជូនបងប្អូនទាំងអស់គ្នាបានទស្សនាកម្សាន្តនឹងហើយបងប្អូនទាំងអស់គ្នាអ្នកដែលចូលតម្រង់ជួរនេះគឺជាអ្នកដែលបានទិញសម្បត្តិនៅខាងក្នុងរួចហើយអញ្ចឹងគឺគេត្រូវតម្រង់ជួរហើយជួរគឺវែងមែនតើបងប្អូនហើយដើម្បីរងចាំជិះចណ្ដាប្រអប់នៅខាងក្នុងឡើងទៅខាងលើហើយចំពោះតម្លៃសម្បត្តិមួយហ្នឹងបើយើងគិតជាដុល្លារប្រហែលជាល្បាក់ខ្ទង់$21នឹងឯងបងប្អូនហើយនេះគឺជាកន្លែងលក់សម្បត្តិហើយកន្លែងនេះខ្ញុំថតនៅពេលដែលខ្ញុំបានចុះមកវិញទេបងប្អូនដោយសារតែមនុស្សច្រើនពេកខ្ញុំអត់បានថតណាហើយនៅពេលដែលយើងបានទិញសម្បត្តិគឺគេមានបាញ់សម្បត្តិរបស់យើងនឹងតាមលេខទូរស័ព្ទដៃចូលទៅក្នុងទូរស័ព្ទរបស់យើងហើយនៅកន្លែងដែល scan គឺគេនឹង scan អញ្ចឹងបងប្អូនដើម្បីយើងចូលទៅខាងក្នុងនឹងបងប្អូនទាំងអស់គ្នាឥឡូវគឺខ្ញុំបានមកដល់កន្លែងរងចាំមុខចណ្ដាប្រអប់ដើម្បីឡើងទៅខាងលើឥឡូវគឺរងចាំអ្នកខាងលើគេចុះអញ្ចឹងបងប្អូនហើយទម្រាំមកដល់កន្លែងនេះខ្ញុំរងចាំអស់រយៈពេលជិត1ម៉ោងដែរបងប្អូនហើយនិយាយទៅគឺមានឆ្លងកាត់ច្រើនដំណាក់កាលដែរក៏មានការ scan ឆែកមើលអីវ៉ាន់យើងដែរអញ្ចឹងបងប្អូនព្រោះគេខ្លាចយើងមានអាវុធឬក៏ជាតិផ្ទុះអីអញ្ចឹងណានឹងបងប្អូនអរគ្នាឥឡូវខ្ញុំដល់ចណ្ដាយន្តឲ្យចូលមកក្នុងហើយបងប្អូន조선시대 경복궁 근정전에서 시작하여 근대의 광화문 거리, 한강을 중심으로 한 현대서울의 발전 모습과 롯데월드 타워의 건설 모습을 감상하실 수 있습니다. You can follow in the footsteps of Seoul's transformation into a modern city, beginning with Kunjeongun Hall at Gyeongbokgung Palace, built during the Joseon Dynasty. នឹងឲ្យបងប្អូនទាំងអស់គ្នាមុននឹងជិះចណ្ដាប្រអប់នេះគឺខ្ញុំបានលើសំឡេងនៃគេផ្សាយគេថាចណ្ដានឹងគឺមានលបឿនលឿនគឺនៅពេលដែលយើងចាប់ផ្ដើមចូលជិះទៅហើយឡើងទៅលើដល់ជាន់ទី118ប្រើពេលត្រឹមតែ1នាទីទេសឹងតែអត់ដល់1នាទីបងប្អូនអញ្ចឹងគឺថាលឿនមែនតើ 롯데월드
환영합니다. 하늘 위에 새로 សួស្តីបងប្អូនអរគ្នាឥឡូវគឺខ្ញុំបានឡើងមកដល់លើកំពូលនៃអគារ Lotte World Tower ហ្នឹងហើយបងប្អូនឥឡូវខ្ញុំនៅឈរជាន់ទី118បន្តិចទៀតគឺខ្ញុំឡើងទៅលើថែមប្រហែលជាន់ទៀតឡើងឲ្យដល់លើតែម្ដងហើយអគារនេះបងប្អូនឥឡូវអញ្ចេះខ្ញុំឲ្យបងប្អូនមើលទស្សនភាពបន្តិចសិនមើលខ្ញុំបាយកាមេរ៉ាទៅបងប្អូនចាំមើលណាចាំមើល1 2 3មិនដែរបងប្អូនអូខេទៅទៀតខ្ញុំដើរនឹងមកត្រួសខ្ញុំដើរថតមកត្រួសឲ្យបងប្អូនមើលដើរមកជុំសិនអូខេចាឥឡូវបងប្អូនតោះទៅមើលជាមួយខ្ញុំតោះឥឡូវខ្ញុំដើរមកជុំឲ្យបងប្អូនមើលនឹងឯងបងប្អូនអរគ្នាខ្ញុំដើរថតនេះគឺនៅជាន់ទី118ចេញពីចដាផ្អស់មកគឺនៅជាន់ទី118តែម្ដងអញ្ចឹងតាមផ្លាកសញ្ញាដែលយើងមើលទៅគឺយើងអាចចុះលេងហើយនឹងអាចឡើងទៅលេងត្រឹមតែចាប់ពីជាន់ទី117ដល់ជាន់ទី122បងប្អូនហើយបន្តិចទៀតនេះគឺខ្ញុំនឹងថតទេសភាពនៅខាងក្រៅជូនបងប្អូនបានទស្សនាអញ្ចឹងណាទាំងទេសភាពពេលមានពន្លឺថ្ងៃនិងទេសភាពក្រោយថ្ងៃលិចបាត់ទៅពេលដែលទីក្រុងសេអ៊ូលនេះគេបើកភ្លើងទៅគឺយើងចាំមើលទេសភាពទាំងអស់គ្នាបងប្អូនអូយស្រីវជើងហ្មងអូយចង់និយាយថាបើសិនជាអត់បានមកឈរផ្ទាល់អញ្ចឹងអត់ដឹងទេនៅពេលមកឈរផ្ទាល់គឺស្រីវជើងហ្មងឃើញបងប្អូនឃើញចាំងចាំងទេទឹកក្នុងបងប្អូនទាំងអស់គ្នាបើសិនជាមានបងប្អូនខ្មែរណាចង់មកលេងនៅទីនេះណាបើសិនជាតកតងនឹងរឿងការហូបបើចង់បងប្អូនចង់ហូបបាយហូបពីខាងក្រៅមកហើយមកហូបឲ្យឆ្អែតមកព្រោះនៅខាងលើនេះខ្ញុំដើរមើលអស់ហើយអត់មានកន្លែងគេលក់បាយលក់កាទៀវទេគឺគេមានលក់តែលក្ខណៈជាកាហ្វេជានំខេកជាបង្អែមឬក៏ការ៉េមជាដើមបងប្អូនប៉ុន្តែបាយកាទៀវចប់មកគឺអត់មានទេណាហើយខ្ញុំសូមរៀបរាប់សង្ខេបខ្លះៗបងប្អូនអំពីអគារ Lotte World Tower និយាយទៅខ្ញុំជឿតែច្រឡំថា Lotte តាមពិតជាភាសាកូរ៉េបងប្អូនចឹងអធិស្ឋានបងប្អូនណា
អាគារនេះគឺចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ2010ឬជាងអាចនិយាយបានថាដើមឆ្នាំ2011ហើយបានបញ្ចប់ការសាងសង់និងដាក់ឲ្យដំណើរការជាផ្លូវការគឺនៅឆ្នាំ2017អញ្ចឹងមកដល់ឆ្នាំ2024នេះគឺមានរយៈពេល7ឆ្នាំហើយបងប្អូនបើតាមការអង្កេតរបស់ខ្ញុំមួយទៀតបងប្អូនអាគារនេះខ្ញុំដើរមកត្រួសទៅចុះហើយនឹងឡើងគឺខ្ញុំឃើញថាចុះអស់ហើយបានត្រឹមតែជាន់ទី117ទេហើយឡើងអស់ហើយត្រឹមតែជាន់ទី122ទេហើយបើសិនជាមានអ្នកទេសចរណាគេចង់ឡើងទៅកំពូលអាគារដើរទៅលើស្ពានអាកាសនៅលើចុងកំពូលនៃអាគារតែម្ដងអាហ្នឹងគឺយើងត្រូវបង់ម្នាក់ប្រហែលជាខ្ទង់210,000 វ៉ុនវាស្មើប្រហែលជាខ្ទង់$100បងប្អូនអញ្ចឹងគឺគេតម្រូវឲ្យយើងផ្លាស់សម្លៀកបំពាក់សម្លៀកបំពាក់សុវត្ថិភាពរបស់គេបងប្អូនហើយមានជាខ្សែកាបសុវត្ថិភាពតាក់ជាប់នឹងចង្កេះតែខ្ញុំអត់ឡើងទេបងប្អូនខ្លាចខ្ពស់ផងហើយម្យ៉ាងដូរសម្លៀកបំពាក់គឺអត់អាចថតបានទេអត់អាចយកកាមេរ៉ាយកអីទៅបានទេហើយមួយទៀតបងប្អូនឆ្ងល់អត់ថាហេតុអីគឺយើងចូលបានត្រឹមតែជាន់ទី117ហេតុអីចុះក្រៅនឹងទីអត់បានមូលហេតុអញ្ចេះបងប្អូនដោយសារតែអាគារនេះគឺគេសាងសង់ឡើងគឺមានមុខងារផ្សេងគ្នាអញ្ចឹងមុខងារចម្បងទី1ហ្នឹងគឺបងប្អូនបានឃើញហើយថាគឺសម្រាប់ភ្ញៀវទេសចរឡើងមកទស្សនាទេសភាពនៅលើកំពូលអាគារអញ្ចឹងដល់ឡែកមុខងារផ្សេងទៀតមានដូចជាការិយាល័យ office សម្រាប់គេធ្វើការបងប្អូនហើយមានជាសន្តាគារហើយនឹងលំនៅឋានបែបសហកម្មសិទ្ធិនិយាយចំទៅគឺ condo នឹងឯងបងប្អូនអញ្ចឹងដោយសារតែមុខងារផ្សេងគ្នាអញ្ចឹងអត់អាចលោកឡំចូលគ្នាបានទេបងប្អូននឹងហើយបងប្អូនអរគ្នានេះគឺជាជាន់ទី121ហើយខ្ញុំក៏តម្រង់ជួរចុះទៅខាងក្រោមវិញដែរបងប្អូនហើយខ្ញុំសូមរៀបរាប់សង្ខេបទៅបងប្អូនដោយសារវីដេអូនេះរៀងវែងណាជាន់ទី121នេះគឺមានលក់ភាគច្រើនគឺវត្ថុអនុស្សាវរីយ៍ច្រើនមុខបងប្អូនចំណែកជាន់ទី122គឺគេមានបើកជាលក្ខណៈអង្គុយហាងកាហ្វេដ៏ធំភ្ញៀវទេសចរអាចទៅអង្គុយញ៉ាំនៅទីនោះបានហើយជាចុងក្រោយក៏ខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមជូនពរដល់បងប្អូនទាំងអស់គ្នាមានសុខភាពល្អជម្រាបលាបាយ